នេះជាថ្ងៃទី4នៃ Trading Challenge នៅក្នុងរយៈពេលថ្ងៃគឺខ្ញុំយកតែ1%តែប៉ុណ្ណោះនៅក្នុងថ្ងៃនេះចាប់ដឹងថានៅម្សិលមិញនេះដែលជាថ្ងៃទី4ហ្នឹងគឺខ្ញុំទទួលបានលទ្ធផលទៅជាយ៉ាងណាហើយមូលហេតុអីបើខ្ញុំចូលជួញដូរឬយ៉ាងណាខ្ញុំនឹងនិយាយនៅក្នុងវីដេអូមួយនេះតោះទស្សនាវីដេអូនេះទាំងអស់គ្នាមុននឹងចូលវីដេអូរបស់ខ្ញុំសូមនិយាយតិចសិនពាក់ព័ន្ធនឹងវីដេអូនេះមិនមែនជា financial advice ទេហើយសម្រាប់បងប្អូនគ្នាកុំភ្លេចថាខ្ញុំធ្វើវីដេអូនេះ Trading Challenge នេះគឺសម្រាប់គំរូក្នុងការដែលបងបច្ចុប្បន្នក៏មានបងប្អូនគ្នានៅក្នុង community របស់ខ្ញុំគឺកំពុងធ្វើទៅលើ Trading Challenge អញ្ចឹងបងប្អូនគ្នាអាចចូលទៅលើ Trading Challenge បានហើយនឹងមានអ្វីពិសេសនៅក្នុងក្រុម community របស់ខ្ញុំដូចគ្នានៅក្នុង Telegram បងប្អូនអាចចុច link នៅខាងលើនេះបានតើកុំឲ្យខកខានយូរយើងចូលទស្សនាវីដេអូនេះទាំងអស់គ្នាពីម្សិលមិញនេះគឺខ្ញុំបានចូលជួញដូរនៅក្នុងតម្លៃ41.59ដែលខ្ញុំបាន scalping 10 position ដូចគ្នាអូខេខ្ញុំនឹងបង្ហាញលទ្ធផលអ្នកនរមើលហើយលទ្ធផលសរុបនៅក្នុងរយៈពេល4ថ្ងៃដែលខ្ញុំបានចូលជួញដូរ3ថ្ងៃចំណេញ3ថ្ងៃហើយនឹងមួយថ្ងៃគឺខ្ញុំបានចូលជួញដូរទេដោយសារតែអារម្មណ៍របស់ខ្ញុំគឺអត់ល្អអញ្ចឹងក៏ខ្ញុំមកចូលជួញដូរទេតោះឥឡូវមកមើលទៅលើមូលហេតុដែលខ្ញុំចូលក្នុងការជួញដូរការពីម្សិលមិញនៅក្នុងតម្លៃ4159នេះតទៅអូខេទី1ខ្ញុំបានឃើញថាទីផ្សារនេះវាកំពុងតែ fail នៅក្នុងការដែល push ទីផ្សារឡើងទៅលើនៃ swing high ក៏វាបាន show ឲ្យយើងឃើញថាទីផ្សារនេះវាកំពុងតែស្ថិតនៅក្នុង bearish market structure វិញមានន័យថាស្ថិតនៅក្នុងលំហូរចុះវិញអញ្ចឹងអ្វីដែលខ្ញុំតែងធ្វើគឺរកឱកាសក្នុងការលក់អញ្ចឹងក៏ខ្ញុំបានចូលនៅក្នុងតម្លៃមួយនេះដោយសារតែ high ផលទាំងអស់ហ្នឹងបន្ទាប់មកក៏ខ្ញុំតម្លាក់ time frame 3នាទីឬក៏1នាទីខ្ញុំតម្លាក់ time frame 3នាទីឬក៏1នាទីដើម្បី scalping ចូលទៅលើ position យក3លេខហើយ SL ខ្ញុំគឺត្រឹមហ្នឹង1លេខវាស្មើឲ្យ1ទៅ2 risk reward អញ្ចឹងជាចុងក្រោយខ្ញុំចង់និយាយថានៅក្នុងវីដេអូរបស់ខ្ញុំនៅក្នុងការដែលខ្ញុំធ្វើ real trade challenge នេះខ្ញុំធ្វើ real account ហើយរាល់ការ trading challenge របស់ខ្ញុំនៅក្នុងការបងដែលនៅក្នុងការធ្វើ trading challenge នៅក្នុង community របស់ខ្ញុំក៏កំពុងធ្វើ trading challenge ដូចគ្នាដែលប្រើប្រាស់ទៅលើ real account ដែលមូលហេតុដែលគាត់ធ្វើខ្ញុំធ្វើទៅលើ real account នៅក្នុង trading challenge ឲ្យបងអស់គ្នានោះដោយសារតែឲ្យពួកគាត់ផ្ដោតទៅលើការគ្រប់គ្រងទៅលើអារម្មណ៍និងតាក់ទងនឹងការគ្រប់គ្រងទៅលើហានិភ័យវីដេអូរបស់ខ្ញុំគឺចាប់តែប៉ុណ្្នឹងហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះហើយជួបគ្នានៅវីដេអូក្រោយ